បាទសួស្តីអ្នកទាំងអស់គ្នានេះជាដើមល្ហុងដែលយើងធ្វើការកាត់ដើម្បីឲ្យវាមានលក្ខណៈទឿហើយយើងកាត់ហើយគឺយើងត្រូវថែទាំវាបន្តទៀតដូចជាវាដុះខ្នែងមកយើងត្រូវតែកាត់មែកគៀននឹងចេញដោយសារតែវាដុះខ្នែងមកច្រើនអញ្ចឹងគឺយើងយកខ្នែងមួយណាដែលគិតថាល្អដើម្បីឲ្យវាបន្តពូជទៅទៀតហើយខាងក្រោមហ្នឹងគឺយើងកាត់ទៅដើម្បីឲ្យសារធាតុចិញ្ចឹមនៃដើមហ្នឹងគឺចិញ្ចឹមខ្នែងឲ្យឆាប់ធំបើយើងអត់កាត់ទេគឺខ្នែងវាច្រើនគឺធ្វើឲ្យល្ហុងហ្នឹងគឺមិនងាយធំទេយើងកាត់ខ្នែងគៀននឹងចេញមកដើម្បីយកខ្នែងដែលជាខ្នែងពូជហើយខ្នែងពូជហ្នឹងគឺយើងត្រូវតែទុកចំនួន2នៅពេលដែលធំបន្តិចទៀតដែលខ្នែងនឹងធំហើយជាប៉ុនកូនដៃអីគឺយើងកាត់ខ្នែងមួយទៅចេញបានដោយសារតែយើងការពារយើងទុកតែខ្នែងមួយអាចខ្នែងមួយនឹងមានបញ្ហាគឺយើងមិនបានផលទេនេះខ្នែងមាន2បែបនេះអញ្ចឹងទុកវាសិនមក